បាទថ្ងៃនេះខ្ញុំនិយាយពីជំងឺកស៊ូជំងឺកាកឡាបជំងឺកាកឡាបជាទូទៅគឺវាកើតពីអាយុ3ឆ្នាំដល់13ឆ្នាំបាទហើយនេះជាពូជរីម600បាទពូជរីម600វាមានស្លឹកច្រើនមែកច្រើនវាជាលក្ខបកលក្ខណៈមួយឲ្យដល់ជំងឺកាកឡាបដែលគេហៅ Pin disease បាទបកឡើងដោយផ្សិតបាទនេះអញ្ចឹងវាយើងត្រូវចាំថាជំងឺកាកឡាបវាកើតពីអាយុ3ឆ្នាំដល់13ឆ្នាំហើយជាទូទៅឆ្នាំទី1ដែលវាកើតបើកាលណាយើងអត់បានមើលអញ្ចឹងក៏វាអត់អីដែរតែវាក្រាបទៅលើនៃមេឃណាដែលវាកើតកាលណាចូលឆ្នាំទី2វានឹងពេលខែ5ខែ6ហ្នឹងវានឹងកើតឡើងវិញកើតឡើងវិញដល់ពេលខែ6ខែ7ហ្នឹងវាកើតនៅលើអាចាស់ខែ8ខែ9វានឹងឆ្លងទៅអាដើមផ្សេងទៀតអញ្ចឹងយើងគិតថាជំងឺកាកឡាបវាតែងតែកើតជាពិសេសពូជរីម600 PB3 ឲ្យ14រីក251ព្រោះមេឃវាច្រើនអញ្ចឹងបងប្អូនកុំគិតថាជំងឺកាកឡាបវាជាជំងឺប្រឈមអញ្ចឹងបងប្អូនត្រូវតែព្យាបាលមានមួយព្យាបាលមួយមានពីរព្យាបាលពីរអញ្ចឹងបើកាលណាយើងបានព្យាបាលហើយអញ្ចឹងដើមដែលជុំវិញដើមឈឺហ្នឹងអាចរួចមួយជីវិតហ្នឹងវាអត់ឈឺជំងឺកាកឡាបដែរអញ្ចឹងពីថ្ងៃទៅបងប្អូនឈប់យល់ច្រឡំថាផ្សិតដើមដែលកាក់នៅលើនេះលើដើមឯថាជំងឺកាកឡាបអត់មានទេអញ្ចឹងកាកឡាបវាតែរាតត្បាតនៅលើបង្គាប់មេឃតែប៉ុណ្្នឹងទេបាទអញ្ចឹងឈប់ច្រឡំឲ្យបងប្អូនឆ្នាំនៅលើទីផ្សារមានទេវ៉ាលីដាម៉ាស៊ីននោះបងប្អូនបាញ់ចាប់បាញ់ហ្នឹងមកសប្តាហ៍ម្ដងមកសប្តាហ៍ម្ដងទៅជាហើយបាទហើយយើងគិតថាជំងឺកាកឡាបវារាតត្បាតនៅលើបង្គាប់មេឃបើសិនណាបងប្អូនមិនបានព្យាបាលវានឹងបាក់មេឃហើយកស៊ូត្រូវដឹងថាអាមេឃហ្នឹងហើយវាអ្នកគត់គួងតាំងពីមេឃតាំងពីដើមតាំងពីជ័រហើយដល់កាលណាតែវាបាក់ហើយវាធ្វើឲ្យដើមហ្នឹងវាខ្សោយវាមិនគ្រប់បាទមិនគ្រប់ទម្រង់នៃការបង្កើតទឹកជ័របាទសូមអរគុណ